ស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Shipping Blog ថ្ងៃ Shipping Blog នឹងបង្ហាញលោកអ្នកអំពីរបៀបdownload Paygo Wallet ដើម្បីធ្វើការបង្កើត Mastercard ដើម្បីបញ្ជាទិញទំនិញនៅក្នុង AliExpress ក្នុងតម្លៃថោកៗឬក៏បញ្ជាបង់ថ្លៃសេវាផ្សេងៗនៅក្នុងអនឡាញថ្ងៃនេះPaygo សំទោសបាទថ្ងៃនេះ Shipping Blog នឹងបង្ហាញលោកអ្នកអំពីរបៀបបង្កើតនិងរបៀប download Paygo Wallet អូខេសូមបងប្អូនអរគ្នាចុចសម្រាប់អ្នកប្រើប្រាស់ Android សូមចុចទៅកាន់ Play Store ទាំងអស់គ្នាបាទសូមចុចទៅលើរូប Play Store បាទចូលក្នុង Play Store ហើយយើងវាពាក្យថា Paygo Wallet បាទចាំទីអ៊ីនធឺណិតបាទគឺយើងជ្រើសរើសយកខាងលើគឺ Paygo Wallet ដែលមានរូបភាពពីជា icon បាទតោះមកคลิกលើPaygo Wallet រូបភាពពីនេះទៅតោះមកយើងយកពី install បាទជួយ install មកបាទបន្ទាប់ពីយើងចុច install ហើយយើងយកពាក្យ accept បាទអញ្ចឹងសូមរងចាំការ download ចប់សិនបាទបន្ទាប់មកគឺយើងចូលទៅដល់ការបង្កើតការដាក់លេខទូរស័ព្ទការបង្កើត Mastercard នៅក្នុង Paygo Wallet ដើម្បីទិញទំនិញក្នុង AliExpress អញ្ចឹងបងប្អូនទាំងអស់គ្នាប្រហែលជាគាត់អ្នកខ្លះគាត់មាន Paygo Wallet ហើយអ្នកខ្លះក៏គាត់អត់ទាន់មានដែរអញ្ចឹងបើសិនជាបងប្អូនណាអត់ទាន់មានសូមជួយ follow តាម step របស់ខ្ញុំបាទសម្រាប់ iOS វិញគឺมันខុសគ្នាប្រហែលដែរបាទចូលទៅដូចគ្នាដែរបាទសម្រាប់ iOS គឺយើងចូលក្នុង App Store យើងវាយពាក្យថាPaygo Wallet ដូចគ្នាបាទអញ្ចឹងអត់ខុសគ្នាទេអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏មានបញ្ហាជាមួយនឹងការបង្កើត Mastercard នៅក្នុង Paygo Wallet បងប្អូនអាច comment នៅខាងក្រោមវីដេអូខ្ញុំបានដោយមានមតិឬក៏យោបល់អីគឺខ្ញុំអាចធ្វើវីដេអូបង្ហាញលោកអ្នកបន្ថែមទៀតបើសិនជាលោកអ្នកនៅមានចម្ងល់បន្ថែមទាក់ទងជាមួយនឹងការបង្កើត Paygo Wallet ដើម្បីបាន Mastercard បញ្ជាទិញទំនិញនៅក្នុង AliExpress ដូចที่ខ្ញុំបានសន្យាតាំងពីវីដេអូមុនថាខ្ញុំនឹងបង្ហាញលោកអ្នកអំពីរបៀបបង្កើត Mastercard នៅក្នុង Paygo Wallet ដើម្បីទិញទំនិញអនឡាញនៅក្នុង AliExpress អញ្ចឹង step បន្ទាប់ទៀតគឺខ្ញុំបង្ហាញលោកអ្នកអំពីរបៀបដាក់លេខកូដឬក៏គេហៅថាដាក់ Mastercard ចូលទៅក្នុង AliExpress អញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញលោកអ្នកត្រឹមតែរបៀបបង្កើត Mastercard នៅក្នុង Paygo Wallet បាទអូខេឥឡូវរងចាំតិចទៅកំពុង install ចូលហើយបាទបន្ទាប់ពី install រួចហើយគឺបងប្អូនបើកមកលើ home screen បាទគឺយើងនឹងឃើញ icon មួយដែលមានកម្មវិធីមួយឈ្មោះថា Paygo Wallet បាទដោយសារកម្មទូរស័ព្ទខ្ញុំដើរ slow បាទមិនអ៊ីនធឺណិតទេគឺលើកនេះគឺsoftware តែម្ដងបាទតោះមកយើងចុច open បើសិនជាបងប្អូនអាចចូលទៅ home screen បានចូលបានដែរតែបើសិនជា install ហើយគឺចុចពី open បាទចុចលើ open ហើយបាទចុចលើ open រួចហើយគឺយើងរងចាំ Paygo Wallet គឺកំពុង process ដំណើរការបាទអញ្ចឹងគេឲ្យភាសា2បាទអញ្ចឹងយើងយកពាក្យ allow ទៅ
ចឹងគេឲ្យភាសា2សម្រាប់ជ្រើសរើសបាទជាឡូទៀតទៅអញ្ចឹងយើងយកភាសា2សម្រាប់ជ្រើសរើសគឺយើងយកភាសាខ្មែរឬក៏ភាសាអង់គ្លេសអញ្ចឹងបងប្អូនអាចយកភាសាខ្មែរក៏បានភាសាអសំទោសបាទមាន3ភាសាបាទភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនអញ្ចឹងបងប្អូនចាប់ភាសាអង់គ្លេសក៏បានខ្មែរក៏បានឬក៏ចិនក៏បានអញ្ចឹងសម្រាប់ខ្ញុំសូមយកភាសាអង់គ្លេសបាទបន្ទាប់មកគឺយើងឃើញមានរបៀបបង្កើត master card នៅលើ home screen ហ្នឹងបាទនេះគឺជា Paygo-Wallet ហើយនេះគឺជារបៀបការ Visual Mastercard បាទនេះគឺរបៀបនេះ cashback គឺគេនឹង provide cashback រាល់ការpayment អីតាក់ទងជាមួយនឹង economic បាទនេះ commission money transfer គឺមានទេបាទនេះរបៀប refill ចេញថារបៀបបញ្ចូលលុយគឺយើងអាចទៅម៉ាស៊ីន Paygo បានឬក៏បងតាមរយៈ app នៅខាងលើរបៀប True Money ក៏បានដែរបាទជាងយកពាក្យ let's go let's get started let's get started គឺយើងយកពាក្យអូខេបន្ទាប់មកហើយគឺយើងដាក់លេខទូរស័ព្ទចូលបាទសូមដាក់លេខទូរស័ព្ទចូលដើម្បីបញ្ជាក់ថាជាលេខទូរស័ព្ទរបស់អ្នកនៅក្នុងកម្មវិធីមួយហ្នឹងសូមរងចាំតិចបាទមុននឹងចូលទៅដល់លេខទូរស័ព្ទគឺយើងគ្រាន់តែអានយល់ព្រមនៅ agree statement សិនហើយបន្ទាប់មកយើងយកពាក្យថា I agree បាទអូខេ I agree ហើយគឺយើងដាក់លេខទូរស័ព្ទផងយើងមកបាទលេខទូរស័ព្ទផងខ្ញុំបាទលេខបាទចាំតិចបាទ061តមកហើយយើងដាក់លេខទូរស័ព្ទត្រឹមត្រូវហើយគឺយើងចុចពាក្យអូខេហើយរងចាំ SMS បាទនេះគឺជា security code បាទអញ្ចឹងយើងទទួលបាន security code តាមរយៈសារបាទអញ្ចឹងសារខ្ញុំមកដល់ហើយអញ្ចឹងបាទនេះគឺជាសារខ្ញុំមកដល់ហើយអញ្ចឹងបើសិនជាលោកអ្នកប្រើ Android គឺវានឹង load auto ចូលទៅក្នុងនឹងតែម្ដងបាទគឺយើងមិនបាច់វាបញ្ចូលថែមទេយើងគ្រាន់តែរងចាំវា process ខ្លួនឯងទៅគឺយើងគ្រាន់តែចុចតែប្រហែលនាទីទៅបានហើយបាទបន្ទាប់មកគេឲ្យ set personal password អញ្ចឹងទៅដើម្បីមុននឹងចូលទៅដល់ Paygo Wallet គឺយើងត្រូវ set personal password សិនអញ្ចឹងយើងដាក់ប្រមាណអត់ទៅស្រេចតែយើងអញ្ចឹងធ្វើម៉េចឲ្យបាន security ខ្ពស់អញ្ចឹងយើងដាក់លេខណាដែលចល័តមិនមែនជាលេខថ្ងៃខែឆ្នាំកំណើតរបស់អ្នកឬក៏លេខជាន់គ្នាអញ្ចឹងយើងចាប់ផ្ដើមបញ្ចូលលេខសម្ងាត់ម្ដងទៀតសំទោសបាទអូខេបាទបញ្ចូលម្ដងទៀតបាទបន្ទាប់មកហើយគឺយើងមាន promotion code បើសិនជាយើងអត់មាន promotion code ទេគឺយើងអាច skip ចោលបានបាទបើសិនជាបងប្អូនណាដែលមាន promotion code អាច add ចូលក្នុងនឹងបានអញ្ចឹងខ្ញុំអត់មានទេគឺខ្ញុំចុច skip ហើយបាទអូខេឥឡូវនេះមកដល់ Paygo Wallet ហើយបាទនេះគឺជា interface មានន័យថាផ្ទាំង Paygo Wallet ដែលអឺខ្ញុំបានបង្ហាញលោកអ្នកតាំងពីមុនអំពីរបៀបបង្កើត Paygo Wallet អូខេនេះគឺជាផ្ទាំង Paygo Wallet ដែលមានផ្ទាំង interface ដូចជាមានរបៀបបង់លុយទូរស័ព្ទ internet entertainment ឬក៏ finance អញ្ចឹងមានច្រើនណាស់អញ្ចឹងខាងក្រោមនេះខាងក្រោមមានMy Mastercard បាទសូមមើលខាងក្រោមគ្នាហើយបញ្ជាក់តិចនៅខាងលើនេះគឺជា ID របស់យើងគឺនេះគៀកសញ្ញាកណ្ដឹងគឺជា ID របស់យើងបាទ
ហើយនៅបន្តមកទៀតគឺចំនួនទឹកប្រាក់អញ្ចឹងរបៀបបង្កើត Mastercard គឺយើងចុចលើ my card នៅខាងក្រោមនេះមកបាទអូខេអញ្ចឹងដូចគ្នាចឹងយើងគ្រាន់តែថាយើងគ្រាន់តែដាក់ទៅពាក្យថា get my Mastercard មកប៉ុន្តែតម្រូវឲ្យលោកអ្នកធ្វើម៉េចបញ្ចូលលុយនៅក្នុង Pago Wallet យ៉ាងតិច$5អញ្ចឹងលុយហ្នឹងគឺអត់កាត់តាណាទេគឺយើងអាចបញ្ជាទិញអីវ៉ាន់បានធម្មតាអញ្ចឹងបើបងប្អូនណានៅក្នុងឆ្ងាយពីទូសំទោសបាទទូ Pago Wallet អញ្ចឹងបងប្អូនអាចទៅដាក់លុយនៅហ្នឹង$5ឬក៏យើងបើសិនជាបងប្អូននៅឆ្ងាយយើងអាចដាក់នៅតាម True Money អញ្ចឹងយើងគ្រាន់តែប្រាប់ ID ដែលនៅគៀកសញ្ញាកណ្ដឹងដែលខ្ញុំបានប្រាប់នេះមកបាទនេះគឺជា ID នៅគៀកសញ្ញាកណ្ដឹងមកបាទID នៅគៀកសញ្ញាកណ្ដឹងហ្នឹងតបមកហើយគឺយើងប្រាប់គាត់ទៅគឺថាបញ្ចូលលុយក្នុង Pago Wallet អញ្ចឹងទៅគាត់នឹងសុំ ID យើងហើយអញ្ចឹងយើងដាក់បន្តិច$5បញ្ជាក់តិច$5នេះមិនមែន deposit ទេមិនមែនសម្រាប់ដាក់គោលនៅក្នុងទេគឺយើងអាចចាយបានធម្មតាពេលយើងបង្កើត Mastercard ហើយបាទម្ដងទៀតបាទគឺយើងយកពាក្យ get my Mastercard get my Mastercard ហ្នឹងបន្ទាប់មក step មកទៀតគឺយើងយកពាក្យថា next step បាទ next step ហ្នឹងគឺយើងត្រូវបំពេញព័ត៌មានបាទតោះចាប់ផ្ដើមដល់គ្នាដើម្បីបំពេញព័ត៌មានអូខេអញ្ចឹងយើងធ្វើបំពេញព័ត៌មានដើម្បីឲ្យដូចតញ្ញាប័ណ្ណរបស់យើងបាទបន្ទាប់មកថ្ងៃខែឆ្នាំកំណើតអ្នកដូចតញ្ញាប័ណ្ណរបស់យើងបាទបន្ទាប់មកជ្រើសរើសយក gender មានន័យថាភេទប្រុសឬក៏ភេទស្រី email address គឺយើងត្រូវចាំបាច់ដាក់បាទនេះគាត់ខ្ញុំលើកឧទាហរណ៍ទ្រូឲ្យទេបាទអញ្ចឹងបងប្អូនអាចយកទៅអនុវត្តបង្កើតរបៀបបង្កើត Mastercard ដល់ខ្លួនឯងបានបាទអញ្ចឹងមិនបាច់ពឹងគេទេជាងយើងអាចទិញទំនិញនៅតាមអនឡាញបានដោយស្រួលមិនបាច់ហត់នឹងការពឹងគេទេបាទបន្ទាប់មកហើយគឺជាពាក្យ next step បាទបន្ទាប់ពី next step ហើយគឺគេត្រូវការឲ្យយើងថតអត្តសញ្ញាណប័ណ្ណដូចនៅក្នុងរូបអញ្ចឹងគឺយើងត្រូវថតអត្តសញ្ញាណប័ណ្ណអញ្ចឹងមុនថតអត្តសញ្ញាណប័ណ្ណគឺយើងត្រូវរើសយកប្រភេទ document សិនយើងបើសិនយើងមាន passport យើងដាក់ passport បើសិនយើងមានប័ណ្ណបើកបរយើងដាក់ប័ណ្ណបើកបរបើសិនយើងមានអត្តសញ្ញាណប័ណ្ណគឺយើងយក national ID អត្តសញ្ញាណប័ណ្ណគឺយើងយក national ID មកគឺយើងបញ្ចូលលេខអត្តសញ្ញាណប័ណ្ណរបស់យើងបាទអូខេអញ្ចឹង step បន្ទាប់គឺខ្ញុំនឹងបង្ហាញលោកអ្នកអំពីរបៀបដាក់បញ្ចូលMastercard លេខ Mastercard របស់យើងចូលទៅក្នុង AliExpress ដើម្បីបញ្ជាទិញទំនិញនៅក្នុងអនឡាញថាគេត្រូវដាក់យ៉ាងម៉េចអញ្ចឹងនេះមកគឺយើងអាចធ្វើនៅសល់តែមួយ step ទៀតគឺមួយ step ទៀតគឺចាប់គឺយើងគ្រាន់តែថត background របស់យើងសំទោសបាទថតអត្តសញ្ញាណប័ណ្ណរបស់យើងនៅខាងខ្នងម្ដងអញ្ចឹងនេះគឺយើងបញ្ចូលលេខ ID បន្ទាប់មកគឺយើងថតអត្តសញ្ញាណប័ណ្ណរបស់យើងបាទសំរុំចាំតិចបាទមួយទៀតបន្ទាប់មកអូខេអញ្ចឹងរងចាំខាង Pago Wallet គេអ្នក verify account របស់យើងបន្ទាប់ពី verify ចប់ហើយគេនឹងបញ្ចេញ Mastercard ឲ្យយើងប្រើប្រាស់អញ្ចឹងបញ្ជាក់ម្ដងទៀតលោកអ្នកតម្រូវឲ្យមាន$5នៅក្នុងគណនីរបស់លោកអ្នកដើម្បីបង្កើត Mastercard បានអញ្ចឹងបើសិនជាយើងអត់មាន$5ទេគឺយើងអត់អាចបង្កើត Mastercard បានទេបាទឥឡូវសូមបញ្ចប់វីដេអូរបៀបបង្កើតPago Wallet ហើយនិង Mastercard តែប៉ុណ្ណេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ